Hello, sister អ្នកនរគ្នាwelcome back ជួយខ្ញុំទៀតហើយខ្ញុំចេញហួចសាកុំកម្មវីដេអូថ្មីអញ្ចឹងវីដេអូមួយទី1ដែរគឺខ្ញុំនឹងមកនិយាយតាក់ទងជាមួយនឹងជំងឺមួយគឺជំងឺស្វាយអញ្ចឹងដូចអ្នកនរគ្នាដឹងថាជំងឺស្វាយឥឡូវហ្នឹងគឺថាខ្ញុំក៏ជួបច្រើនដែរពេលដែលនៅ pharmacy អញ្ចឹងហើយបញ្ហាហ្នឹងគឺច្រើនតែកើតខ្លាំងមែនតើហ្មងអញ្ចឹងខ្ញុំចង់មករៀបរាប់ខ្លីៗឯងសង្ខេបពេកតាក់ទងជាមួយនឹងជំងឺស្វាយហ្នឹងអញ្ចឹងមិនចង់ដឹងតោះទៅមើលវីដេអូវិញទាំងអស់គ្នាទាំងជំងឺស្វាយដែលហៅថា syphilis គឺជាជំងឺដែលឆ្លងតាមផ្លូវភេទដែលបណ្ដាលមកពីបាក់តេរីមួយដែលមានឈ្មោះថា Treponema pallidum បើសិនជាយើងបានព្យាបាលតាមពេលវេលាទេជំងឺនេះគឺវាបណ្ដាលឲ្យមានផលវិបាកធ្ងន់ធ្ងរទៅដល់សរីរាង្គជាច្រើនក្នុងរាងកាយរបស់យើងអញ្ចឹងចំពោះមូលហេតុនៃការចម្លងគឺមូលហេតុគឺបណ្ដាលមកពីការឆ្លងមេរោគបាក់តេរី Treponema pallidum នឹងឯងហើយជំងឺស្វាយភាគច្រើនវាឆ្លងតាមរយៈការរួមភេទតាមទ្វារមាសហ៊ុនគូឬក៏តាមមាត់ដែលមិនបានការពារដូចជាអត់បានប្រើសមអនាម័យជាមួយនឹងអ្នកដែលគាត់មាននៅតបៅស្វាយហើយមេរោគឆ្លងហ្នឹងគឺតាមរយៈការប៉ះពាល់ផ្ទាល់ជាមួយនឹងអ្នកជាមួយនឹងតបៅហ្នឹងហើយមួយទៀតគឺការចម្លងពីម្ដាយទៅកូនរោគស្វាយហ្នឹងពីកណ្ដាលហ្មងមានន័យថាស្ត្រីមានផ្ទៃពោះដែលគាត់មានជំងឺស្វាយហ្នឹងគឺវាអាចចម្លងមេរោគទៅទីរោគក្នុងផ្ទៃដែលអាចបង្កឲ្យមានការរលូតកូនកើតមកស្លាប់ឬក៏មានពិការភាពពីកណ្ដាលមួយទៀតគឺតកតងជាមួយនឹងដំណាក់កាលនិងរោគសញ្ញាជំងឺស្វាយមាន4ដំណាក់កាលសំខាន់ៗដែលដំណាក់កាលមួយហ្នឹងមានរោគសញ្ញាខុសៗគ្នាដំណាក់កាលទី1ហ្នឹងគឺតបៅហ្នឹងជាធម្មតាវាលេចឡើងនៅតបៅតូចមួយដែលអត់ឈឺចាប់ទេហើយនៅកន្លែងដែលបាក់តេរីវាបានចូលទៅក្នុងខ្លួនហ្នឹងដូចជានៅលើប្រភេទមាត់ឬក៏ហ៊ុនគូហើយពេលវេលាលេចឡើងប្រហែលជា3សប្តាហ៍ចន្លោះពី10ថ្ងៃទៅ90ថ្ងៃបន្ទាប់ពីមានការឆ្លងហ្នឹងហើយរយៈពេលតបៅនេះគឺវាអាចជាសះស្បើយដល់ខ្លួនឯងក្នុងរយៈពេល3ទៅ6សប្តាហ៍ទោះបីជាបានព្យាបាលក៏ដោយប៉ុន្តែមេរោគហ្នឹងវានៅតែមាននៅក្នុងខ្លួនមួយទៀតគឺហាមកពេញអាចនឹងមានហាកពេញទឹករងៃនៅជុំវិញតំបន់ឆ្លងហ្នឹងដំណាក់កាលទី2គឺវាអាចលេចចេញជាកន្ទួលរមាស់ដែលកើតឡើងជាច្រើនសប្តាហ៍បន្ទាប់ពីតបៅទី1បានបាត់ទៅជារឿយៗវាលេចឡើងជាកន្ទួលពណ៌ក្រហមឬក៏ក្រហមថ្នោតដែលមិនលមាស់នៅលើដងខ្លួនបាត់ដៃនិងបាត់ជើងឯងហើយតបៅរៀងដូចហឺអាចជាតបៅរៀងដូចឬពណ៌សឬក៏ប្រផេះជុំវិញប្រភេទឬក៏ហ៊ុនគូមូលសញ្ញាផ្សេងទៀតអាចមានអាការៈដូចជាផ្ដាសាយគុនក្តៅឈឺក្បាលឈឺសាច់ដុំហាងកពេញទឹករងៃឈឺសក់ឬក៏អស់កម្លាំងហើយមួយទៀតតកតងជាមួយរយៈពេលរោគសញ្ញាដំណាក់កាលទី2នេះវាអាចបាត់ទៅវិញតែខ្លួនឯងប៉ុន្តែវាអាចលេចឡើងម្ដងហើយម្ដងទៀតចំពោះដំណាក់កាលលាក់ខ្លួនវិញគឺវាអត់មានរោគសញ្ញាក្នុងដំណាក់កាលហ្នឹងជំងឺហ្នឹងវាលាក់ខ្លួននៅក្នុងខ្លួនដោយអត់បង្ហាញរោគសញ្ញាអីទាំងអស់ប៉ុន្តែមេរោគនៅតែមានហើយរយៈពេលដំណាក់កាលហ្នឹងវាអាចនឹងមានរយៈពេលរាប់ឆ្នាំឬក៏រាប់ទសវត្សរ៍ដំណាក់កាលទី3ឬក៏ដំណាក់កាលចុងក្រោយការខូចខាតសរីរាង្គគឺអាចកើតឡើងរាប់ឆ្នាំបន្ទាប់ពីការឆ្លងត្បូងប៉ុន្តែបើសិនជាជំងឺហ្នឹងវាអត់បានព្យាបាលអញ្ចឹងណាហើយមេរោគវាអាចបង្កឲ្យមានការខូចខាតធ្ងន់ធ្ងរឬក៏ចន្ទ្រៃដល់ខួរក្បាលនិងប្រព័ន្ធប្រសាទដែលបណ្ដាលឲ្យមានជំងឺវែងវាំងកាច់ខ្វាក់ភ្នែកថ្លង់ឬក៏មានបញ្ហាប្រព័ន្ធប្រសាទផ្សេងៗមួយទៀតគឺបេះដូងនិងសរសៃឈាមគឺអាចបណ្ដាលឲ្យមានបញ្ហាដល់សរសៃឈាមធំនិងសន្ទះបេះដូងមួយទៀតគឺស្បែកឆ្អឹងនិងសរីរាង្គខាងក្នុងអាចបណ្ដាលឲ្យមានតបៅធំនៅក្នុងខ្លួនហើយចំពោះការព្យាបាលវិញជំងឺស្វាយវាអាចជាព្យាបាលជាសះស្បើយបានយ៉ាងងាយស្រួលដោយប្រើថ្នាំអង់ទីប៊ីអូទិកបើសិនបើព្យាបាលបានទាន់ពេលនៅដំណាក់កាលត្បូងហើយថ្នាំសំខាន់ៗហ្នឹងគឺមាន penicillin G អាហ្នឹងគឺជាថ្នាំជំរឿសត្បូងហើយសម្រាប់ព្យាបាលគ្រប់ដំណាក់កាលនៃជំងឺស្វាយហ្នឹងយើងអាចចាក់តាមសាច់ដុំហើយសម្រាប់ដំណាក់កាលទី1ឬទី2ឬក៏ដំណាក់កាលលាក់ខ្លួនត្បូងហ្នឹងគ្រូពេទ្យគាត់នឹងចាក់ penicillin G ហ្នឹងម្ដងហើយសម្រាប់ដំណាក់កាលលាក់ខ្លួនយឺតឬក៏ដំណាក់កាលទី3គឺត្រូវការព្យាបាលដោយចាក់ penicillin G នឹងច្រើនដូសក្នុងរយៈពេលច្រើនសប្តាហ៍ហើយជំរឿសជំនួសបើសិនបើយើងមានអាឡែស៊ីជាមួយនឹងថ្នាំ penicillin គ្រូពេទ្យនឹងឲ្យថ្នាំដតៃទៀតដូចជា doxycycline ឬក៏ tetracycline សម្រាប់លេបហើយចំពោះការណែនាំគឺត្រូវតែទទួលការព្យាបាលទាំងយើងដែលកើតនឹងដៃគូដែលរួមភេទជាមួយនឹងដើម្បីកុំឲ្យឆ្លងទៅវិញទៅមកហើយត្រូវធ្វើតេស្តឈាមតាមដានដូចជា VDRL បន្ទាប់ពីព្យាបាលដើម្បីធានាថាការព្យាបាលនឹងវាទទួលបានជោគជ័យហើយចំពោះការការពារវិញវិធីល្អបំផុតដើម្បីការពារជំងឺស្វាយហ្នឹងយើងអាចរួមភេទដោយសុវត្ថិភាពប្រើប្រាស់សមនាម័យបានត្រឹមត្រូវនិងជាប់លាប់ក្នុងពេលរួមភេទតាមទ្វារមាសហ៊ុនគូឬក៏តាមមាត់មួយទៀតគឺត្រូវធ្វើតេស្តឲ្យទៀងទាត់ពីនិរោធជំងឺស្វាយហ្នឹងឬក៏ជំងឺឆ្លងតាមផ្លូវភេទផ្សេងៗទៀតជាទៀងទាត់បើមិនយើងមានដៃគូរួមភេទច្រើនឬក៏ប្រឈមទៅនឹងហានិភ័យខ្ពស់ថាតមុនពេលសម្រាប់ស្ត្រីមានផ្ទៃពោះទាំងអស់ត្រូវតែធ្វើតេស្តជំងឺស្វាយហ្នឹងនៅត្រីមាសទី1នៃការមានផ្ទៃពោះដើម្បីការពាររោគស្វាយពីកណ្ដាលដល់ទីរោគហើយបើសិនបើយើងសង្ស័យថាខ្លួនឯងមានមេរោគឬក៏រោគសញ្ញាជំងឺស្វាយហ្នឹងឬក៏បានប៉ះពាល់ជាមួយអ្នកជំងឺហ្នឹងគឺយើងត្រូវតែទៅពិគ្រោះនិងធ្វើតេស្តជាមួយនឹងគ្រូពេទ្យដែលមានជំនាញដើម្បីនិយាយទៅឲ្យបានឆាប់រហ័សបំផុតអូខេអ្នកនរគ្នាអញ្ចឹងវីដេអូមួយនេះគឺមានប៉ុណ្ណឹងទេអញ្ចឹងបើអ្នកនរគ្នាមានចម្ងល់អាចខមមិននៅខាងក្រោមវីដេអូនេះគឺឆាតតាមរយៈ page របស់ខ្ញុំបានអញ្ចឹងជួបគ្នានៅវីដេអូក្រោយទៀតបាយបាយ